ព្រះអង្គជ័យព្រះអង្គចោមឬព្រះនាងជ័យព្រះនាងចោមជាអតីតព្រះរាជបុត្រីរបស់ព្រះបាទសូរ្យវរ្ម័នទី2បើសិនបងប្អូនធ្លាប់មើលវីដេអូមុនដែលខ្ញុំបាននិយាយពីប្រាសាទបឹងមាលាបងប្អូនអាចនឹងចាំបានដែលខ្ញុំបាននិយាយថាព្រះបាទសូរ្យវរ្ម័នទី2ទ្រង់មានបុត្រី2ព្រះអង្គទ្រង់អត់មានបុត្រាសម្រាប់ឡើងស្នងរាជបន្តទេអញ្ចឹងមានតែព្រះបាទធរណេន្ទ្រវរ្ម័នទី2ដែលជាប្អូនជីដូនមួយរបស់ព្រះអង្គស្នងរាជបន្តពីព្រះអង្គអញ្ចឹងថ្ងៃនេះខ្ញុំនឹងនិយាយពីប្រវត្តិត្រួសអំពីព្រះនាងជ័យព្រះនាងចោមដែលបងប្អូនប្រជាជនខ្មែរគ្រប់រូបតែងតែគោរពប្រតិបត្តិនិងមានជំនឿទៅលើបារមីរបស់ព្រះនាងទាំងពីរព្រះអង្គជាពិសេសព្រះនាងទាំងពីរក៏ជាទីពឹងបុណ្យបារមីរបស់ដាបឈួនមកចូលពេជ្រដែលជាអតីតស្ដេចត្រាញ់ក្រុងសៀមរាបទ្រង់តែងតែឲ្យប្រភ្នូដឹងហេតុមុនពេលកើតឡើងនៅអន្តរាយណាមួយព្រះនាងជ័យព្រះនាងចោមជាអតីតព្រះរាជបុត្រីរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលជាស្ថាបនិកកសាងប្រាសាទអង្គរវត្តគេជឿថាព្រះអង្គជ័យព្រះអង្គចោមគឺទ្រង់មានភាពសុចរិតទៀងត្រង់ទន់ភ្លន់និងប្រកបដោយក្តីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់ហើយព្រះអង្គទាំងពីរតែងតែអាណិតអាសូរនិងធ្វើបុណ្យដាក់ទានដល់ប្រជានុរាស្ត្រដែលត្រូវការព្រះនាងទាំងពីរជួយពិសេសជាងនេះទៅទៀតព្រះនាងទាំងពីរបានអប់រំអ្នកទោសទាំង